សំណួរសួរថាតើសមាធិបានអ្វីមកវិញហើយបើចង់សមាធិតើគួរចាប់ផ្ដើមពីចំណុចណាដំបូងបង្អស់ចេះសំរាយចម្លើយសមាធិគឺមិនបានអ្វីមកវិញទេក្រៅអំពីបុណ្យបានតែបុណ្យទេរួចប៉ុណ្ណឹងគឺអត់មានបានទេមានតែបាត់បង់មានតែអស់ចាអស់ទី1គឺអស់នៅសេចក្តីខឹងក្រោធអស់ទី2គឺអស់នៅសេចក្តីសោកសៅអស់ទី3អស់នៅភាពលោភលន់អស់ទី4គឺអស់នៅសេចក្តីព្រួយបារម្ភការថប់អារម្មណ៍អស់ទី5អស់នៅការធ្លាក់ទឹកចិត្តបាក់ទឹកចិត្តអាការធ្លាក់ទឹកចិត្តបាក់ទឹកចិត្តហ្នឹងគឺបាត់បង់ហើយលែងមាននៃសម្រាប់បុគ្គលដែលសមាធិអស់ទី6គឺអស់ខ្លាចលែងខ្លាចអំពីការដែលចាស់ជរាមរណៈគឺលែងខ្លាចនឹងតែម្ដងគឺបាត់អស់ហើយអញ្ចឹងបានន័យថាសមាធិភ្លាមនេះអត់មានឃើញថាបានអីមកវិញទេក្រៅអំពីបុណ្យគឺអត់មានឃើញថាបានអីទេគឺមានតែអស់មានតែបាត់បង់អញ្ចឹងអញ្ចឹងអាការបាត់បង់ទាំងអស់ហ្នឹងតើអ្នកពេញចិត្តនៅក្នុងការអស់នៅក្នុងការបាត់បង់ហើយឬនៅបើសិនជាអ្នកពេញចិត្តនៅក្នុងការអស់នៅក្នុងការបាត់បង់នៅសេចក្តីទុក្ខទាំងឡាយហ្នឹងគឺអ្នកអាចបដិបត្តិនៅក្នុងសមាធិបានតើសមាធិហ្នឹងគួរចាប់ផ្ដើមពីចំណុចណាមុនបង្អស់ចា៎ហើយសូមផ្ញើទៅដល់ក្មេងជំនាន់ក្រោយដែលចង់បដិបត្តិដែលមានឧបនិស្ស័យការដែលចង់សមាធិដំបូងបង្អស់ជំរះកាយជំរះចិត្តរក្សាសិលពីព្រោះបាតរបស់សមាធិគឺសិលនឹងជាអ្វីសិលនឹងគឺការវេចាក់នៅអំពើបាបចាប់ពី5សិក្ខាបទទៅគឺអាចធ្វើសមាធិបានហើយបើបុគ្គលទាំងឡាយសមាធិមិនបានរក្សាសិលប្រយ័ត្នខ្វាក់7ជំនាន់ដោយព្រះអង្គសំបុនធឿនសម្ដែងចា៎អញ្ចឹងបុគ្គលទាំងឡាយត្រូវមានសិលជាបាបវាចាក់នៅអំពើបាបយ៉ាងហោចណាស់ក៏5ទី1មិនសម្លាប់សត្វមិនបៀតបៀនសត្វទី2មិនលួចទ្រព្យសម្បត្តិអ្នកដទៃដែលគេមិនបានឲ្យដោយកាយវាចាចិត្តទី3មិនប្រព្រឹត្តខុសនៅក្នុងកាមអាចប្រព្រឹត្តបានធម្មតាប៉ុន្តែបានតែសម្រាប់ប្តីប្រពន្ធរបស់ខ្លួនឯងទេកម្មសិទ្ធិគេអត់បានទេចា៎ទី4គឺមិនភូតផលកុហកដល់អ្នកដទៃមិនថាជាការលេងសើចឬក៏ធ្វើឲ្យអ្នកដទៃនឹងខូចខាតប្រយោជន៍ឡើយទី5គឺមិនទទួលទាននៅគ្រឿងស្រវឹងមិនថាសូរ៉ាមេរ័យឬក៏ជាថ្នាំញៀនអីទេគឺអត់អាចទទួលទានបានទេអញ្ចឹងបុគ្គលទាំងឡាយដែលចង់សមាធិគឺវាចាក់នៅអំពើបាបទាំង5ហ្នឹងគឺបានន័យថាលោកអ្នកអាចសមាធិបានហើយក៏ជាការសន្សំបុណ្យដ៏ប្រសើរផងដែរការដែលរក្សាសិលហើយហៅថានិច្ចសិលនេះគឺបុគ្គលទាំងឡាយបានបុណ្យរាល់ថ្ងៃគ្រប់ពេលគ្រប់វិនាទីទាំងអស់ទានត្រឹមតែជាបុណ្យថ្នាក់ទាបថ្នាក់ទី1រក្សាសិលនេះគឺជាបុណ្យថ្នាក់កណ្ដាលឬក៏ថ្នាក់ទី2ចំណែកឯសមាធិនេះគឺជាបុណ្យថ្នាក់កំពូលគឺបុណ្យដែលខ្ពស់ជាងគេគឺសមាធិហ្នឹងហើយអញ្ចឹងសមាធិហ្នឹងគឺត្រូវមានសិលហ្នឹងជាបាតគ្រាន់តែលោកអ្នកមានចិត្តបង្អោនកាយបង្អោនចិត្តចង់រក្សាសិលចង់ធ្វើសមាធិបុណ្យដ៏ក្រៃលែងរបស់លោកអ្នកដែលបានសន្សំពីអតីតជាតិផងពីព្រោះអ្នកបានប្រាថ្នានៅក្នុងការចេញចាក់ទុកបុគ្គលទាំងឡាយដែលចម្រើននៅក្នុងសមាធិភាគច្រើនគឺមានឧបនិស្ស័យដែលបានរសំមកហ្នឹងគឺប្រាថ្នានៅក្នុងការចេញចាក់ទុកនឹងឯងអញ្ចឹងកុំខ្លាចថាការដែលសមាធិនឹងវាលំបាកតើតែមានគ្រូឬក៏តើតែទៅវត្តមិនមែនទេសំខាន់គឺយើងរៀនហើយយកមកបដិបត្តិហើយដឹងច្បាស់នៅក្នុងការបដិបត្តិតើបដិបត្តិកម្រិតណាយើងចាប់យកបានកម្រិតណាថ្នាក់ណាបុគ្គលខ្លះថាការសមាធិហ្នឹងតើតែយើងនឹងរក្សាសិលនឹងឲ្យបរិសុទ្ធអត់ឲ្យកាន់លុយអត់ឲ្យប្រើគ្រឿងរណ្ដាប់តាក់តែងកាយអត់ឲ្យផឹកស្រាអត់ឲ្យដើរលេងអត់ឲ្យរាំច្រៀងវាមានតាមកម្រិតរបស់សិលតែបើត្រឹមតែយើងជាគ្រហស្ថដែលអ្នករក្សាផ្ទះយើងជាបុគ្គលជនធម្មតាហ្នឹងរក្សាត្រឹមតែ35នេះល្អប្រសើរហើយតែបើបានលើសនឹងទៀតក៏រឹតតែប្រសើរទៀតចាសំខាន់គឺយើងវាចាក់បានសិក្ខាបទប៉ុន្មានបើបាន8រឹតតែប្រសើរបើអបោសុតហ្នឹងអ្នកខ្លះគឺរក្សាអបោសុតជារៀងរាល់ថ្ងៃក៏មានដែរគ្រាន់តែថាគាត់នឹងអត់ដឹងចាអត់ដឹងថាខ្លួនឯងនឹងរក្សាអបោសុតរាល់ថ្ងៃក៏មានដែរអញ្ចឹងណាហើយការដែលសមាធិមិនមែនតតែសិល10មិនកាន់លុយមិនរាប់មិនច្រៀងមិនមែនទេរក្សាសិល5នេះណាប្រើគ្រឿងដណ្ដាប់តាក់តែងកាយបានធម្មតាកាន់លុយអីហ្នឹងបានធម្មតា
ព្រមច្រៀងអីនឹងបានធម្មតាអានឹងកម្រិតត្រឹមសាល5ប៉ុន្តែបើយើងចង់ឲ្យសមាធិយើងនឹងខ្លាំងយើងបាននិយាយថាចង់បានអានិសង្សដែលខ្ពស់ជាងសាល5អញ្ចឹងយើងសម្អាតទៅយើងសម្អាតនៅក្នុងសិក្ខាបទរក្សាកាន់យកនៅសិក្ខាបទឲ្យខ្ពស់ជាងសាល5អញ្ចឹងទៅអញ្ចឹងអ្នកដែលរក្សាសាលឬក៏ធ្វើសមាធិគឺសាលអត់ដូចគ្នាទេហើយយើងហ្នឹងក៏ដូចគ្នាឧទាហរណ៍ថាថ្ងៃហ្នឹងយើងរក្សាបានត្រឹមតែសាល5ក៏ពេញចិត្តជ្រះថ្លាយកត្រឹមតែសាល5ហ្នឹងក៏បានដែរតែបើយើងទំនេរពីការងារឬក៏មិនគិតថាមិនមានកង្វល់អីផ្សេងចង់រក្សាយកសាល10នៅក្នុងថ្ងៃហ្នឹងឬក៏អបអរសិតជាសាល8អីក៏យើងរក្សាទៅតាមនឹងតាមលទ្ធភាពដែលយើងអាចធ្វើបានអញ្ចឹងណាអ្នកខ្លះគឺគាត់អាចដាក់យកសិល10តែម្ដងមួយថ្ងៃហ្នឹងគឺគាត់អត់ប្រើគ្រឿងរំដាប់តាក់តែងកាយអត់ប្រព្រឹត្តកាមហើយក៏អត់មានកាន់លុយអីដែរសិល10វារៀងតឹងថាចាយលុយអត់បានអញ្ចឹងយើងជាកុហកយើងត្រូវចាយលុយយើងត្រូវរស់ស៊ីអញ្ចឹងយើងត្រឹមតែសិល5ហ្នឹងក៏ប្រសើរហើយចាប៉ុន្តែសិល8ឬអបោសតកាន់លុយបានធម្មតាយើងកាន់លុយបានណាប៉ុន្តែប្រើគ្រឿងរំដាប់តាក់តែងកាយអត់បានទេសេនាសនៈពុះពេកហ្នឹងក៏អត់បានដែរគ្រឿងក្អូបអីហ្នឹងក៏អត់បានដែរចាអញ្ចឹងការដែលយើងបដិបត្តិយើងត្រូវច្បាស់បំផុតគឺវិន័យសិក្ខាបទតែយើងហ្នឹងកាន់យកបានសិក្ខាបទថ្នាក់ណាសិល5សិល8ឬក៏សិល10ហើយអានិសង្សហ្នឹងក៏ផ្សេងគ្នាអញ្ចឹងទៅបើយើងត្រឹមតែសិល5ទេអានិសង្សយើងហ្នឹងក៏បានតិចតែតិចនៅក្នុងសិល5ហើយរក្សាឲ្យធ្វើសមាធិទៀតតិចនៅក្នុងចំណោមអ្នកធ្វើខ្លាំងប៉ុន្តែគឺវាខ្លាំងសម្រាប់អ្នកអត់ធ្វើសោះអញ្ចឹងមិនថាបុណ្យហ្នឹងគឺវាក្រៃលែងណាស់បើយើងប្រៀបធៀបអំពីសត្វប្រៀបធៀបអំពីបុគ្គលដែលមិនបានរក្សាសិលហើយមិនបានខ្វល់អំពីសិលមិនបានស្វែងយល់អំពីសមាធិនៅឆ្ងាយពីសមាធិអញ្ចឹងបានន័យថាយើងបុណ្យយើងហ្នឹងក៏ខ្ពស់ឆ្ងាយអំពីគេហ្នឹងក៏ខ្លាំងដែរគ្រាន់ថាខ្សោយជាងបុគ្គលដែលបានរក្សាសិល10ចាសិល10គឺវិន័យគេតាំងរឹងជាងអញ្ចឹងអានិសង្សគេខ្ពស់ជាងក៏ជារឿងធម្មតាទេប៉ុន្តែយើងត្រូវពេញចិត្តនៅអ្វីដែលយើងអាចធ្វើបានមិនមានអ្វីដែលសបាយឬក៏ល្អជាងការដែលយើងប្រព្រឹត្តល្អនៅក្នុងកុសលឡើយអញ្ចឹងសមាធិនេះវាជាសេចក្តីសុខដ៏ក្រៃលែងដែលបាលីពោលថាណដ្ឋិសន្តិបរាំងសុខੰមិនមានសេចក្តីសុខឯណាស្មើដោយសេចក្តីស្ងប់ឡើយអញ្ចឹងបុគ្គលទាំងឡាយដែលបានធ្វើសមាធិនេះគឺស្ថិតនៅក្នុងសេចក្តីស្ងប់ដោយសារនៅពេលដែលយើងលើកភ្នែកណាចិត្តទាំងឡាយហ្នឹងគឺបានជំរុះចោលហើយគឺយើងស្ថិតនៅក្នុងកម្មដ្ឋានតែម្យ៉ាងចិត្តយើងហ្នឹងគឺអត់មានកង្វល់អីផ្សេងទេដោយសារយើងបដោតទៅក្នុងតែដង្ហើមដែលការដែលយើងសមាធិដំបូងបង្អស់ហ្នឹងគឺអានាបានុសតិហ្នឹងគឺជាកម្មដ្ឋានមួយដែលប្រើសម្រាប់បុគ្គលទាំងឡាយមិនថាអ្នកមានអ្នកក្រក្មេងចាស់បើសង់បើសោះឬអីទាំងឡាយទេគឺធ្វើបានគ្រប់បុគ្គលទាំងអស់អធ្យាស្រ័យហ្នឹងគឺត្រូវទាំងអស់អញ្ចឹងនៅពេលដែលយើងកំពុងតែគិតអំពីខ្យល់ដង្ហើមចេញក៏ដឹងចូលក៏ដឹងគ្រប់ដង្ហើមនេះគឺធ្វើឲ្យចិត្តយើងហ្នឹងមិនមានកង្វល់រឿងណាផ្សេងឡើយគឺស្ថិតនៅក្នុងកម្មដ្ឋានតែម្យ៉ាងអញ្ចឹងព្រះអង្គទ្រង់សរសើរបុគ្គលទាំងឡាយដែលចម្រើននៅក្នុងអានាបានុសតិហ្នឹងណាអញ្ចឹងបុគ្គលទាំងឡាយគួរតែសម្អាតកាយសម្អាតចិត្តដាក់កាយដាក់ចិត្តធ្វើយកនៅកម្មដ្ឋានសិលសមាធិនេះគឺពិតជាប្រសើរនៅក្នុងជីវិតហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេអរគុណសម្រាប់លោកអ្នកដែលបានសួរមកហើយក៏អរគុណសម្រាប់លោកអ្នកដែលបានទស្សនាវីដេអូនេះដោយបនិស្ស័យបើសិនជានាងខ្ញុំបរិយាខនៅក្នុងសភាវៈធម៌ត្រង់ប្រការណាមួយសូមលោកអ្នកដែលចំណេះដឹងចូលខមមិនកែលម្អផងក៏សូមអរគុណសម្រាប់លោកអ្នកដែលបានចែករំលែកវីដេអូនេះទុកជាធម្មទានសូមលោកអ្នកទទួលបាននូវបញ្ញាបាទ